គឺលោកចាត់ថា200,000ហ្នឹងគាត់រាប់ដៃឥឡូវហ្នឹងតាមស្រួល អូយចាស់ចាស់ពីដើមគឺចាស់ចាស់ពីដើមគាត់អញ្ចឹង ដៃបាទ គាត់ថាឲ្យ10000ហ្នឹងណែអញឲ្យ 10,000 បាទអញ្ចឹងហើយបាទឥឡូវយើងបន្តទស្សនាយើងជាបន្តបាទគូជាបន្តនេះគឺលេខរៀងទី21បាទនាងតាវតីអ្នកថ្មគោមិនឲ្យជើងទី1អត់ល្អទេណាបាទជើងទី1អត់ល្អទេចាញ់ស្បៃវែងឥឡូវជើងទី2យ៉ាងម៉េចអ្នកថ្មគោដូរខ្សែទឹកហើយតើអាចនឹងមានការផ្លាស់ប្ដូរលទ្ធផលរីយ៉ាងណាអ្នកថ្មគោអើយបាទនៅឯណានៃមកអត់អ្នកថ្មគោនឹងមកអត់មកមិនមែនមិនមកទេតែទុកមកកូនចៅមកបងប្អូនមកហ្នឹងបាទមកខ្ញុំជឿថាមកពួកអីពេលនេះគឺជាពេលដែលត្រូវតាមដានហើយ បាទប្រជុំបច្ចេកទេសលោកមេឃុំមកតាបាទលោកមេឃុំថ្មគោគាត់មកបាទឥឡូវយើងមើលបាទជើងទី1មិនទទួលបានជ័យជំនះទេឥឡូវបដូរខ្សែទឹកគ្នាស្បៃវែងនៅខាងក្រៅបាទមិនទាន់ល្អមិនដាច់បាត់ហើយហ្នឹង ដាច់ទៀតហើយអ្នកថ្មគោអើយបាទយ៉ាងម៉េចយ៉ាងម៉ាទេថ្ងៃនេះ ស្បៃវែងហ្នឹងមិនធម្មតាទេណា បាទគាត់វែង ស្បៃវែងអូសដីអូសទឹកអូសភ្លៀ វែងទាំងទូកបាទវែងទាំងលបឿនឥឡូវនេះវែងទាំងជ័យជំនះទាំងឈ្នះទៀតហើយក ោះប្រាក់បាទអ្នកកោះប្រាក់ស្វៀនស្វាយ បាទអ្នកកោះប្រាក់គៀនស្វាយប្រកាសជាមកហើយចំណែកឯនាងតាវតីនេះក៏មានឈ្មោះល្បីយូរហើយដែរបាទនាងតាវតីនេះគឺនៅលវីអែមបាទគឺលវីអែម នៅ ខេ ខា ត្ត ង ក ថ្ម ណ្ដាល គោនៅខាងថ្មគោលវីអែម បាទខ្សែទឹកក្រៅ ផ្ដាំផ្ញើទៅអ្នកថ្មគោហងយើងចាញ់ទាំងពីរជើងណាបាទ ចាញ់ឲ្យផ្ដាំទៅគាត់ទៀតបាទ រតនៈមកដែររតនៈអើយបាទ រតនៈនៅក្បែរនេះទេបាទដូចខ្ញុំថាអញ្ចឹងមកអស់ហើយចុះឥឡូវនេះនៅទំនេរដែរហ្នឹងផុតបុនជុំហើយបាទ ខ្ញុំអត់ដឹង